ម្នាក់ឯងហ្មងសម្រាប់គ្រឿងផ្សំផ្នែកសាច់នេះគឺខ្ញុំមានជាមាន់ស្រែអានេះខ្ញុំដាក់តែមួយចំហៀងទេបងប្អូនមាន់នេះវារាងកាត់មាន់ខ្មៅអញ្ចឹងណាអញ្ចឹងឲ្យឃើញរាងខ្មៅដុំបន្តិចហើយគ្រឿងហ្នឹងយើងមានជាគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចល្មៀតខ្ទឹមសជាមួយនឹងម្ទេសសម្រាប់ម្ទេសបងប្អូនដាក់ក៏បានអត់ក៏បានដែរនឹងតាមចំណង់ចំណូលចិត្តទេដំបូងគេហ្នឹងយើងដាក់ប្រេងឆារាងក្តៅបន្តិចហើយយើងរំលីងគល់ស្លឹកគ្រៃរំដេងខ្ទឹមសជាមួយនឹងល្មៀតមុនគេបើស្លឹកក្រូចសើចជាមួយនឹងម្ទេសគឺខ្ញុំអត់ទាន់ដាក់ចូលទេលីងវា4-5នាទីមើលតឡើងក្លិនឈ្ងុយល្មមយើងដាក់ប្រហុកច្រាំចូលសម្រាប់ប្រហុកនេះគឺខ្ញុំប្រើ4-5កន្ទុយកូរវានៅលើភ្លើងឲ្យរាងឈ្ងុយបន្តិចចាំចាក់សាច់មាន់ចូលឲ្យបងប្អូនឆាវានៅលើភ្លើងហ្នឹងឆាប្រហែលជាខ្ទង់5 ទៅ 6នាទីមើលតែវាឆ្អិនមកល្មមសិនចាំដាក់គ្រឿងចូលសម្រាប់ទឹកត្រីខ្ញុំដាក់1ស្លាបព្រាបាយស្ករត្នោត1ចុងស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេម្សៅស៊ុប2ស្លាបព្រាកាហ្វេជាមួយនឹងអំបិលគឺខ្ញុំដាក់តែបន្តិចទេបងប្អូនយើងដាក់គ្រឿងក្រូចចូលទាំងអស់ហើយឆាចូលជាមួយនឹងសាច់មាន់ហ្នឹងហើយចូលជាតិមកល្មមសិនមកចាំយើងចាក់ទឹកចូលសម្រាប់ទឹកនេះបងប្អូនលៃលោកមើលទៅណាមកល្មមតាមចំនួនសមាជិករបស់យើងអញ្ចឹងទៅចាក់ទឹកចូលហើយខ្ញុំគ្របគម្របទុកឲ្យវាពុះបន្តិចខ្ញុំចំហគម្របចោលយើងដាក់រំងាស់សាច់មាន់ហ្នឹងសិនសម្រាប់ខ្ញុំគឺខ្ញុំអត់រំងាស់គ្របគម្របទេណាបងប្អូនកំឡុងពេលហ្នឹងយើងមកហាន់បន្លែហើយមកដំបូងគេហ្នឹងគឺយើងមានជាត្រប់ស្រួយត្រប់នេះយើងកាត់ពី2ក៏បានជា4ក៏បានហើយយើងដាក់ត្រាំទឹកអញ្ចឹងទៅដើម្បីកុំឲ្យវាឡើងពណ៌ខ្មៅហើយសម្រាប់ម្ទេសបងប្អូនចង់ប្រើ2មុខដូចខ្ញុំអញ្ចឹងក៏បានឬក៏ប្រើតែម្ទេសផ្លោកបែរដាក់ម្ទេសម្លេក៏បានដែរសម្រាប់សាច់មាន់នេះយើងរំងាស់ប្រហែលជាខ្ទង់20នាទីឬក៏លើស20នាទីទៅតាមមាន់របស់យើងវាចាស់ឬក៏ខ្ចីអញ្ចឹងណាតោះតែមាន់នឹងផុយមកល្មមសិនទៅចាំយើងដាក់បន្លែដាក់ម្ទេសជាមួយនឹងស្លឹកក្រូចសើចចូលសម្រាប់ខ្ញុំដោយសារតែវារីងទឹកអញ្ចឹងហើយខ្ញុំបន្ថែមទឹកបន្តិចបងប្អូនបន្ទាប់ពីដាក់ទឹកចូលហើយបាទខ្ញុំដាក់ម្ជូរចូលសម្រាប់ម្ជូរគឺយើងប្រើជាទឹកអំពៅទុំខ្ញុំដាក់វាចំនួន4ស្លាបព្រាបាយហើយយើងគ្របគម្របទុកឲ្យឆ្អិនបន្លែប្រហែលជាខ្ទង់5នាទីអីទៅមើលតែវាឆ្អិនបន្លែមកល្មមហើយបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានតាមចំណង់ចំណូលចិត្តសម្រាប់ខ្ញុំនឹងខ្ញុំបន្ថែមទឹកត្រីតែបន្តិចទៀតគឺត្រីរសជាតិហើយចុងក្រោយគេយើងបង់តម្រះព្រៅចូលទៅគឺរួចរាល់យើងអាចយកទៅញ៉ាំបានហើយគ្រាន់តែថាម្រះព្រៅនឹងបង់ចូលភ្លាមយើងបិទភ្លើងភ្លាមមកបងប្អូនព្រោះអីម្រះព្រៅទុករៀងយូរបន្តិចវាឡើងពណ៌សក្គាំពណ៌រៀងខ្មៅអីអញ្ចឹងណាឬក៏